ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានផ្ដើមនៅរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគដែលផ្ដល់ភាពងាយស្រួលនិងច្បាស់លាស់ជាការផ្ដល់នូវសេវាឲ្យបានគ្រប់ចិត្តដល់អតិថិជនដែលមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនតម្រូវឲ្យអតិថិជនទៅស្ថាប័នជំនាញច្រើនកន្លែងខាតពេលវេលានិងបង្កភាពស្មុគស្មាញកាត់បន្ថយហានិភ័យដូចទៅនឹងគម្រោងមួយចំនួនដែលក្រសួងបាននឹងកំពុងដោះស្រាយនាពេលបច្ចុប្បន្ននេះឆ្លើយតបទៅនឹងការងារនេះក្រសួងដនសបានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខ័ណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគដូចជាបុរីខុនដូជាដើមនៅក្នុងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកម្ពុជា Cambodia Data Exchange ហៅកាត់ថា KMDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួនដូចជា 1. ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ពិនិត្យមើលផ្នែកសុរិយោដីរៀបចំដែនដីនគររូបនីយកម្មផ្នែកសំណង់និងលំនៅឋានជាដើមសុរិយោដីទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ឬនៅរៀបចំដែនដីទីតាំងនោះគួរជាទីតាំងពាណិជ្ជកម្មសេដ្ឋកិច្ចពិសេសប្រជុំជនកសិកម្មឬលំនៅឋាននគររូបនីយកម្មកម្ពុជាអតិបរមានៃសំណង់គម្លាតសមស្របលំហសាធារណៈសម្រាប់ប្រើប្រាស់កន្លែងទុកដាក់សំណល់រឹងរាវចំណតជាដើមសំណង់ផ្ដោតលើគុណភាពសុវត្ថិភាពសោភ័ណភាពលំនៅឋានទីតាំងអាចគួរជាបុរីដែលមានលំនៅឋានប្រណិតលំដាប់ខ្ពស់លំដាប់មធ្យមជាលំនៅឋានតម្លៃសមរម្យឬជាខុនដូ 2. ក្រសួងមហាផ្ទៃការរៀបចំឋានានុក្រមរដ្ឋបាលភូមិឃុំឲ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន 3. ក្រសួងសាធារណការនិងដឹកជញ្ជូនពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងលូ 4. ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ការផ្គត់ផ្គង់ទឹកត្រូវធ្វើឡើងដោយមានផែនការជាក់លាក់ 5. ក្រសួងរ៉ែនិងធម្មពលការផ្គត់ផ្គង់អគ្គិសនីត្រូវអនុវត្តទៅតាមគម្រោងច្បាស់លាស់ 6. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ការតភ្ជាប់បណ្ដាញទូរស័ព្ទនិងអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ 7. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការផ្ដល់អាជ្ញាប័ណ្ណជូនអ្នកស្នើសុំដោយពិនិត្យមើលការបំពេញលក្ខខណ្ឌគ្រប់គ្រាន់និងទទួលបានការអនុញ្ញាតដោយក្រសួងជំនាញសូមគូបញ្ជាក់ថាតាមរយៈការគិតគូរនេះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សង្ឃឹមថាវានឹងក្លាយទៅជាមជ្ឈមណ្ឌលប្រជាជនដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់នេះបើយោងទៅតាមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការរៀបចំក្របខ័ណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរីខុនដូឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍលំនៅឋាននៅកម្ពុជានាថ្ងៃទី 26 ខែសីហាឆ្នាំ 2026 នេះ